សួស្តីបងប្អូនអរគ្នាមានបងប្អូនអរគ្នានៅចាំជាងកាបែលនឹងអត់កាដូណាកាដូថ្ងៃគ្រីស្មាស់ហ្នឹងដែលពេលគេបើកមកឮសំឡេងលោតភ្លើងភ្លុបផ្លែតសំឡេងចម្រៀងហ្នឹងបងប្អូនអាចចាំទេចាំឆ្នាំថាប្រភេទកាដូហ្នឹងគេផលិតនៅឆ្នាំណាឯងព្រោះកាដូនេះគេឲ្យខ្ញុំយូរដែរហើយប្រហែលជាឆ្នាំ2000ជាងនេះប្រហែលជាឆ្នាំ2005អីហ្នឹងប្រហែលជាបើគិតទៅវា20ឆ្នាំហើយកាដូហ្នឹងប្រហែលជា20ឆ្នាំហើយគេឲ្យខ្ញុំភ្លេចទឹកមុខអ្នកឲ្យទៀតណាតែមិនថាហ្នឹងខ្ញុំនិយាយទៅគ្រួសារខ្ញុំក្រអត់លុយបានគេឲ្យកាដូជាងចឹងគឺថាមានតម្លៃមិនអាចកាត់ថ្លៃបានដូចអញ្ចឹងបានខ្ញុំទុកបណ្ដោះសប្តាហ៍ថ្ងៃហ្នឹងបើឃើញកាដូហ្នឹងនឹកឃើញអនុស្សាវរីយ៍នឹកឃើញអនុស្សាវរីយ៍នៃដូកាដូនឹកឃើញអនុស្សាវរីយ៍ច្រើនថ្ងៃបុណ្យគ្រីស្មាស់ហ្នឹងគឺទៅឃើញទៅសប្បាយយ៉ាងណាកាលនៅតូចតែឥឡូវមិនដឹងថាគេលេងដូកាដូអញ្ចឹងទៀតអត់លេងឲ្យកាដូឬក៏ដូកាដូគ្នាអញ្ចឹងទៀតអត់តាមសាលានីមួយយូរទៅកាដូហ្នឹងគឺមានតម្លៃសម្រាប់ខ្ញុំតែខ្ញុំភ្លេចខ្ញុំភ្លេចមុខអ្នកឲ្យបាត់ហើយកាលហ្នឹងវាដូចអត់ដឹងមួយប៉ុន្មានហើយតែគេឲ្យកាលហ្នឹងគឺថាសប្បាយចិត្តមែនទែនហ្មងទុកដល់ថ្ងៃគ្រាន់តែឥឡូវវាលេងលឺសំឡេងព្រោះអស់ថ្មហើយចាំមើលថ្ងៃណាទៅនេះរត់ទិញថ្មយកមកដាក់បើកស្ដាប់ឥតរំលឹកអនុស្សាវរីយ៍នៅទៀតទៅអនុស្សាវរីយ៍កាលនៅក្មេងៗតែឆ្នាំនេះប្រទេសយើងកំពុងមានបញ្ហាជាមួយនឹងប្រទេសជិតខាងអញ្ចឹងបងប្អូនភាគច្រើនដែលនៅតាមជីឡាននៅជាប់នឹងប្រទេសនឹងមិនគ្នាមិនបានគ្រប់ថ្ងៃបុណ្យគ្រីស្មាស់ឬក៏ថ្ងៃបុណ្យឆ្លងឆ្នាំទេអញ្ចឹងសូមផ្ដាផ្ញើសេចក្តីនឹកទៅដល់បងប្អូនអរគ្នាទាំងប្រទេសជាពិសេសអ្នកនៅជួបជនភាគសិកនិងអ្នកនៅតាមជីដែនដែលកំពុងតែមានបញ្ហាហ្នឹងសូមបងប្អូនមានសុខភាពល្អហើយនឹងមានស្មារតីរឹងមាំនិងសូមសង្ឃឹមថាប្រទេសយើងនឹងប្រទេសជិតខាងហ្នឹងគឺថាឆាប់ដោះស្រាយបញ្ហាជាមួយគ្នាបានឆាប់ឲ្យប្រជាជនទៅរស់នៅទីកន្លែងរៀងខ្លួនវិញឲ្យឆាប់បានប្រកបមុខរបរកិច្ចការរៀងខ្លួនដើម្បីអភិវឌ្ឍប្រទេសជាតិទាំងសងខាងហ្នឹងបាទ Happy Merry Christmas Happy New Year សុខសប្បាយទាំងអស់គ្នាណា